ឆ្នាំទៅយើងអាចថាវានៅរស់ចឹងណានេះយើងអត់តផុតឆ្នាំហើយណាមួយទៀត3យើងវាសិនជា3ក្រហមដីគ្រោះដីខ្មៅដីគ្រោះក្រហមនេះមិនថាគ្រោះខ្មៅសុទ្ធតែវាលាយមួយគ្រោះខ្មៅហើយទៅពេលគ្រោះនេះគ្រោះក្រហមយើងនេះបានតែនៅលើទេតែដីក៏ស្អាតប្រហែលនេះហើយមកជកងពី3ខែជាងសិនជាគេជីងអីពេលបដីក្រហមទៅអីមិនប៉ុណ្ណឹងទេគឺសុំទៅបានពីឆាត់ណាទៅបានពីឆាត់បាន4ឆាត់ទៅវាគាត់បាយណាวันนี้វាយើងដាំទៅបាន3ខែជាង3ខែ10ថ្ងៃហើយដីគូសំទៅជួបណាចេញមកបានទឹកជាងដែរចាំទឹកនេះទៅជួបក្នុងខែ3ហើយជាងបាននិចក្បាលហើយចឹងណាឆាត់ក្នុង3ឆាត់អីជួវានេះវាអបសំភ័យរឿងពេលខែប្រាំងទេបើសិនជាខែប្រាំងវាមិនឆ្លាញ់ម្ចាស់វាគេហៅថាចាក់ចេញពីយើងឯនោះវាបាក់ដែរហើយចឹងថែវាឡើងសុខទៅវាខែប្រាំងទៅអាចសុខបានបណ្ដាញថ្ងៃព្រោះដីគ្រោះយើងវាស្អីជំនាញប្រហែលទេថាវាស្លាប់ងាប់ស្លាប់សិនជាវាងាប់កតង10 20ដើមអីគួរសមបើសិនជាវាដាក់5អូនថា5ទៅ100ពូនចឹងវាងាប់វាណាធំ400ងាប់500ងាប់300ហ្នឹងយើងមិនខាតហើយយើងមានកម្លាំងចិត្តណាស់ខែវាទៀតណាបើសិនជាវាអគូសំវិញយើងមានសង្ឃឹមខ្លះតស៊ូជួយវាទៀតចឹងបើសិនជាវាមិនតស៊ូទៅក៏អាចងាប់ច្រើនយើងមានកម្លាំងចិត្តទៅដាំថែវាស្ដាយស្រូវស្រែបន្តិចតួចនិយាយច្រើនមើលដីអត់ពុត
កទេសាដីថ្មនេះបងប្អូននឹងខ្ញុំវាអត់មានសង្ឃឹមមកខ្ពស់សង្ឃឹមបានតែ10% 20%អីចឹងទេពួកអីវាដីថ្មខ្ញុំកាយដាក់កូនដុំទៅខ្ញុំធ្វើអេត្រាគី